តែឥឡូវយើងបានមកដល់ប៉ាវ៉ាហើយទេតែមានវិភាគដែលព្រះអង្គទ្រង់យាងពីវេលវក្រាមនឹងមកគឺរហូតចូលមកដល់ប៉ាវ៉ានឹងណាព្រះអង្គទ្រង់ឆាន់ចង្ហាន់បិណ្ឌបាតរបស់នាយចន្ទៈកម្មារបទនឹងហើយព្រះអង្គធ្លាក់ព្រះលោហិតព្រះអង្គទ្រង់ប្រកបដោយបតីករណាណាស់ព្រះអង្គទ្រង់ជ្រាបថាចង្ហាន់បិណ្ឌបាតនឹងពួកទេវតាដាក់នៅឲ្យជារស់ទឹកច្រើនណាស់ព្រោះជាចង្ហាន់បិណ្ឌបាតដែលព្រះអង្គទ្រង់ឆាន់ចុងក្រោយចឹងទេវតាលេងបានថ្វាយចង្ហាន់ដល់ព្រះអង្គហើយលើកនឹងនាំគ្នាដាក់ឲ្យជារស់ទឹកហើយតាមពិតកម្លាំងព្រះកាយរបស់ព្រះអង្គអាចរំលាយបានអាហារទឹកហ្នឹងតែដល់ព្រះអង្គមានអាពាហ៍តាំងពីវេលវក្រាមក្នុងភាសាមកចឹងទៅកម្លាំងកាយរបស់ព្រះអង្គថយចុះរហូតមកដល់ពេលហ្នឹងមិនអាចរំលាយនៅអាហារនឹងបានទេប៉ុន្តែព្រះអង្គទ្រង់អាស្រ័យបតីករណាព្រោះថាថ្ងៃហ្នឹងព្រះអង្គត្រូវតែបរិនិព្វានសោយក៏ដោយមិនសោយក៏ដោយដូច្នេះព្រះអង្គទ្រង់សោយព្រះអង្គព្រមទទួលទុក្ខវេទនាសម្រាប់ព្រះអង្គដើម្បីឲ្យសត្វលោកនឹងបានបន់ឲ្យទេវតាក៏បានបន់ហើយនាយចន្ទៈកម្មារបទនឹងក្រុមគ្រួសារអីក៏សម្រេចបន់ធំព្រោះជាចង្ហាន់បិណ្ឌបាតចុងក្រោយព្រះអង្គទ្រង់សោយរួចហើយក៏មានអាពាហ៍ធ្លាក់ព្រះលោហិតម្ដងទៀតបានព្រះអង្គទ្រង់លហិតលហៃព្រះអង្គទ្រង់យាងទៅនឹងសម្រាកតិចសម្រាក12គីឡូហ្នឹងណាបើតាមផ្លូវឡានយើងសប្ងៃហ្នឹងថា13គីឡូទៅហើយប៉ុន្តែព្រះអង្គសម្រាក25ដងទៅ3គាវុត1គាវុត4គីឡូព្រះអង្គទ្រង់យាងពីប៉ាវ៉ានឹងទៅកុសិនារាព្រះអង្គសម្រាកអស់25ដងដោយសារព្រះអង្គមាននៅព្រះអាពាហ៍ធ្លាក់ព្រះលោហិតណានាយចន្ទៈកម្មារបទនឹងបានថ្វាយចង្ហាន់បិណ្ឌបាតដល់ព្រះអង្គចុងក្រោយជាបិណ្ឌបាតដែលលាយដោយសាច់ជាពុទ្ធនិយមគ្រប់ព្រះអង្គទាំងអស់ក្នុងថ្ងៃបរិនិព្វាននឹងតែងតែឆាន់ចង្ហាន់បិណ្ឌបាតដែលលាយផ្សំជាមួយនឹងសាច់ចឹងដល់អញ្ចឹងទៅព្រះអង្គក៏ទ្រង់យាងទៅហើយប្រាប់ព្រះអនន្តឲ្យមកប្រាប់នាយចន្ទៈកម្មារបទនឹងថាកុំឲ្យក្តៅក្រហាយចិត្តថាព្រះអង្គឆាន់ចង្ហាន់របស់យើងហើយទ្រង់អាពាហ៍នោះណាព្រោះចង្ហាន់បិណ្ឌបាតរបស់នាយចន្ទៈកម្មារបទនេះហើយនឹងចង្ហាន់របស់នាងសុជាតានឹងគឺមានផលស្មើគ្នាមានអានិសង្សច្រើនជាងបិណ្ឌបាតដទៃណាទាំងអស់បិណ្ឌបាតទៅទានណាក៏មិនស្មើនឹងបិណ្ឌបាតក្នុងថ្ងៃព្រះអង្គត្រាស់ដឹងនិងក្នុងថ្ងៃព្រះអង្គបរិនិព្វានប៉ុន្តែនាយចន្ទៈកម្មារបទគាត់ជាព្រះសោតាបានគាត់សម្រេចសោតាបត្តផលតាំងតែពី ព្រះអង្គទ្រង់គង់ចាំព្រះវស្សាទី5នឹងហើយចេញពីគោដាគិរសាលាមកព្រះអង្គយាងទៅផតយនគរប្រុសមេនកសិទ្ធិជាមួយនឹងចៅគឺវិសាខាហើយនឹងបរិវារព្រះអង្គប្រុសមេនកសិទ្ធិនិងវិសាខាឲ្យបានសោតាបត្តផលរួចទៅបានព្រះអង្គយាងចេញអំពីផតយនគរនឹងមកបាវ៉ានេះឯង កុសេនារាជាទីស្ថានយាងចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៅពេលនេះក
ក្បួនសហធម្មយត្រាដែលរៀបចំដោយលោកគ្រូបណ្ឌិតធម្មាចារ្យអឿសៅនិងឧបាសកប៊ូហៅនាងព្រមទាំងឧបាសិកាអង្គរធារីរស់នៅសហរដ្ឋអាមេរិកដែលក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកគ្រូទាំងពីរបានដង្ហែជាក្បួនយ៉ាងកក្រឹកកក្រែងចូលមកកាន់សាលវ័នឧសៀនដែលជាសទ្ធាជ្រះថ្លារបស់ស្ដេចសោយរាជក្នុងមូលរដ្ឋជាក្រុងកុសិនារាលោកមានសទ្ធាជ្រះថ្លាបានប្រគេនព្រៃសារវ័នទាំងមូលទុកជាទីនឹករលឹកដល់ការយាងចូលព្រះនិព្វានរបស់ព្រះសម្មាសម្ពុទ្ធរូបគ្រូហើយជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡាំងអនុភាពបញ្ញលាភជាប្រធានកងបុណ្យរាសីមានសម្បត្តិសានមានមកដោយគុណអ្នកមាសកាត្រៃរតនាប្រាសាទពុទ្ធសូមអានិសង្ឃនោះដល់តាមលើកពីអមពេលបាចវេអនេកាអន្តរាយបតឡាពោទេវតតទេទៅមកអត់មានតែពុទ្ធមហាពុទ្ធិសិនតែពុទ្ធដឹកដោយលំអត់លំអត់ចិត្តបោចិត្តដល់កំងអាចារ្យមានតែពុទ្ធារោគអង្គមោនិណាខណ្ឌរកទីអរតែគុណដែលអង្គអង្គអង្គអន្តរាយលោកឲ្យខ្ញុំបានសូមឥឡូវក្បួនសហធម្មយត្រារបស់យើងបានរំកិលខ្លួនចូលមកខាងក្នុងស្ដូបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូហើយឬ Stupa and Nirvana Temple ព្រះសង្ឃនិងពុទ្ធបរិស័ទយើងមានសង្វេគយ៉ាងខ្លាំងចំពោះសង្វេគនីយដ្ឋានទី4នេះដោយខំស្កាត់ធ្វើដំណើរតាំងពីព្រះរាជាណាចក្រកម្ពុជានិងអានាយសមុទ្រពីគ្រប់ទិសទីទៅកាន់ទឹកដីពុទ្ធភូមិនោះបំណងប្រាថ្នាជួបព្រះសម្មាសម្ពុទ្ធជាម្ចាស់តែនៅទីបំផុតយើងបានមកឃើញតែរូបសំណាករបស់ព្រះអង្គទ្រង់យាងចូលបរិនិព្វានយ៉ាងស្ដោកស្ដឹងនៅក្នុងព្រៃរហោស្ថាននាដែនកុសិនារានេះព្រះអង្គទ្រង់បានយាងចូលបរិនិព្វានតាំងពីថ្ងៃអង្គារ15កើតខែវិសាខឆ្នាំអសញ្ញត្រីស័កពុទ្ធសករាជទី1មកម្លេះដូច្នេះខេមរជនប្រុសស្រីទាំងឡាយចូលលំអោនចិត្តមកនៅសទ្ធាជឿជាក់ទៅលើព្រះធម៌គោរពប្រណិប័តទៅតាមមាគ៌ាដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូពោលគឺប្រព្រឹត្តទៅតាមព្រះយុគលបត្តិរបស់ព្រះអង្គទាំងគូដើម្បីចេញចាកទុកឆ្ពោះទៅកាន់ឋានដ៏សុខស្ងប់គឺព្រះនិព្វាន